សួស្តីពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីចការរបស់អំប្រុសដែលជាទូទៅគឺនៅតំបន់ខាងស្រុកភ្នំព្រឹកយើងជាទូទៅកសិករនិយមប្រើនៅប្រភេទថ្នាំស្មៅពួកគេហៅថាប្រភេទរើសពូជអញ្ចឹងបានន័យថាពូជមួយចំនួនគឺបាញ់អាកាសទេអញ្ចឹងបាញ់ដោយពូជដែលធន់មិនអាចបាញ់បានណាអញ្ចឹងសារធាតុហ្នឹងគឺនិយមប្រើមែនទែននៅខាងបងប្អូនជាកសិករនៅខាងតំបន់ជាដើមយើងគឺជាសារធាតុនីកូស៊ើហ្វរ៉ុនដែលជាសារធាតុមួយដែលមានភាពប៉ះពាល់ខ្លាំងមែនទែនពេលយើងប្រើកម្ចាត់ស្មៅនៅលើដំណាំពោតអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញនៅថ្ងៃនេះនៅទីនេះគឺចំការមួយរបស់កសិករធំមែនទែននៅខាងស្រុកភ្នំព្រឹកបាទគឺជាការរបស់អំប្រុសដែលគាត់បានប្រើហើយអ្វីដែលខ្ញុំបានឃើញជាភាពជាក់ស្ដែងគឺជាការនេះអាយុវាចូលបាក់40ថ្ងៃតែពោតគឺហាក់បីដូចជាអត់ល្អសោះគឺថាវាមើលទៅវាគាត់ប្រើជីហើយដែរតែវាខៀវដែរតែហាក់បីយើងមើលដើមទៅវារាងក្រិនណាបាទតែប៉ុតពោតប៉ុណ្នេះគួរតែវាចាប់ដើមចេញនៅគេហៅថាក្បួនផ្កាយបើសិនជាវាសុខភាពល្អតែជាស្ដែងគឺវាអត់ទាន់ទេគឺចាំបីដែលខ្ញុំមើលទៅក្នុងការប៉ុណ្នេះគឺពោតរបស់គាត់គឺចាប់ដើមគេហៅថាចេញនៅគេហៅរឹសទី2ឬជ្រែងវាឬទប់វាឬជើងគ្រុតវាណាដើម្បីអីដើម្បីទប់បាទគឺទប់ដើមឲ្យបានរឹងមាំក្នុងអំឡុងពេលដែលវាចាប់ដើមនៅក្បួនផ្កាឬចាប់ដើមចេញនៅផ្កាឈ្មោលណាតែហាក់បើយើងមើលដើមមើលហាក់បីវាទៀបមែនតើពោតគឺត្រឹមតែចង្កេះទេតែវារៀបនឹងក្បួនផ្កាទៅហើយតែបើយើងមើលការលុះវាគឺហាក់បីជាក្រិនឆ្នាំងវាញឹកមែនតើនេះឃើញចន្លោះពីឆ្នាំងមួយទៅឆ្នាំងមួយគឺហាក់បីញឹកមែនតើមើលមួយស្លឹកវាចេញចង់រួចឃើញបងប្អូនបាទស្លឹកពោតអញ្ចឹងឆ្នាំហ្នឹងវាធ្វើឲ្យពោតក្រិនក្រិនអាចក្រិនផ្អាកការលាស់របស់ពោតហ្នឹងគឺចន្លោះមួយអាទិត្យបើយើងប្រៀបធៀបមួយសារធាតុ Meser Dry-N បូកជាមួយនឹងត្រាស៊ីនអញ្ចឹងបើសារធាតុ Nicoseveron ហើយនិង Meser Dry-N ហ្នឹងគឺ Meser Dry-N អត់ប៉ះពាល់សុខភាពដល់ដំណាំពោតទេរីឯ Nicoseveron វាធ្វើឲ្យមានការបង្អាក់ទៅដល់ការលូតលាស់របស់ដំណាំពោតហ្នឹងប្រហែលជាមួយអាទិត្យហើយបងប្អូនមើលទៅពេលដែលយើងប្រើហ្នឹងគឺវាប៉ះពាល់ហើយវាធ្វើឲ្យដងដើមវាអត់សូវរឹងមាំទេណាបាទគឺវាងាយក្នុងការចាញ់ខ្យល់បាទដោយសារបើយើងអាចដកមើលវ៉ាន់ទៅគឺរឿងខូចដោយសារពេលយើងប្រើហ្នឹងទៅប៉ះពាល់ដល់ឬដែរចឹងបាទហើយមើលរឿងវាទៅវាអត់គៀងខុសប្រក្តីតិចបាទអញ្ចឹងបងប្អូនយើងគឺអាចគឺប្រើអីសារជាការអបរំកន្លែងនេះគឺហៅហត់កម្មឆ្នាំស្មៅស្លឹកត្រង់ស្លឹកត្រង់ទៅទៅពោតទៅឆ្នាំញឹកនេះឆ្នាំញឹកហ្នឹងថាវិញការលោះវាទៅបានល្អពីឆ្នាំញឹកប៉ះពាល់ឆ្នាំជាតិឆ្នាំខ្លាំងចឹងការទៅឡើងខ្លះទៅទៀតប៉ះពាល់សិនឆ្នាំហ្នឹងចឹងបងប្អូនយើងអ្នកចូលពោតដឹងហ្មងនេះឡើងបែកក្តៀងជា2បាទអានេះមកគឺដឹងតែចោលដើមហើយវាដើមវាទុនមែនទេហើយយើងដកមើលវិញបាទទេជាការនេះវាខូចឬនេះវាលាកឬតែម្ដងនេះលួយឬកែវវាបាត់ហើយចឹងប៉ះពាល់ទុនផលពោតហ៎បាទបែកក្តៀងមកចឹងហ្នឹងគឺដោយសារឆ្នាំសារធាតុនីកូស៊ើហ្វរ៉ុនបាទដើមទុនមែនតែហើយខាងក្រោមទៅបែកក្តៀងនេះវាដុះចេញពីគីឡូមកលោកទៅដែលបែកក្តៀងច្រើនហ្នឹងវាដោយសារប៉ះពាល់ជាមួយនឹងឆ្នាំ